ថ្ងៃនេះយើងនាំពុកម៉ែបងប្អូនទៅមើលពីរបៀបតម្លើងតើយើងតម្លើងបែបណាបាទទីមួយនេះគឺតាក់ទងជាមួយនឹងគ្រឿងក្នុងរបស់វាបាទសម្ភារៈរបស់វាមានទី1តាក់ទងជាមួយនឹងទូម៉ូទ័របាទទី2តាក់ទងជាមួយនឹងប្រភេទ injector សម្រាប់បញ្ចូលទឹកថ្នាំដែលយើងចង់បញ្ចូលចូលទៅក្នុងប្រព័ន្ធរបស់យើងបាទយើងមានតយោបាទយើងមានតយោមានប្រភេទតយោទុននិងតយោរឹងបាទអញ្ចឹងប្រភេទតយោទុននេះគឺយើងប្រើភ្ជាប់ជាមួយនឹងតំណបែបនេះអញ្ចឹងគឺទី1គឺយើងភ្ជាប់បែបនេះឯងបាទគឺយើងគាត់ទៅសូកតយោរបស់យើងចូលក្នុងនេះមកយើងភ្ជាប់ចូលទៅក្នុងដុំរបស់យើងបាទហើយយើងធ្វើការមូលភ្ជាប់បាទយើងធ្វើការភ្ជាប់ហើយដុំមួយនេះនៅក្នុងនេះយើងធ្វើការទម្លាក់ចូលទៅក្នុងធុងឬក៏ stand ឬក៏អីក៏បានដែរពុកម៉ែបងប្អូនធ្វើការស្តុកសារធាតុទឹកថ្នាំអញ្ចឹងខ្ញុំឧទាហរណ៍ថាធុងនេះគឺសម្រាប់ស្តុកទឹកថ្នាំឬក៏ function សារធាតុគីមីដែលពុកម៉ែបងប្អូនត្រូវការប្រើយើងគាត់ដាក់ដុំចូលដុំធុងនោះមិនធ្វើការបឺតហើយខ្សែតយោនេះយើងអាចសេរីតាមជាក់ស្ដែងបាទខ្លីវែងបាទបន្តមកទៀតបាទអញ្ចឹងធុងហ្នឹងគឺយើងតែមានការចុះរុនមួយដើម្បីយើងដាក់តយោនេះចូលក្នុងបែបនេះហើយយើងចាប់នៅផ្នែកខាងក្រោមបាទផ្នែកខាងក្រោមរបស់ motor របស់យើងទៅរស៊ីងរបស់យើងបាទយើងគាត់មូលចេញមកអញ្ចឹងយើងធ្វើការដាក់តយោចូលបាទនេះហើយយើងគាត់នឹងធ្វើការញុកជាប់ជាមួយនឹងផ្នែកខាងក្រោមរបស់យើងហើយយើងគាត់រត់ទៅណែបាទតោះមកយើងដាក់នៅលើ motor យើងនៅលើធុងឬក៏លើ stand ដែលពុកម៉ែបងប្អូនរៀបចំបាទផ្នែកទី2គឺផ្នែកអានេះមិនផ្នែកចូលផ្នែក bird អានេះគឺផ្នែកចេញអញ្ចឹងផ្នែកចេញគឺយើងមានដុំមួយដុំនេះគឺសម្រាប់ connect ជាមួយនឹង Tio របស់យើងបាទជាប្រភេទសំបែបនេះជាទីហោបាទផ្នែកនេះយើងចាប់ទៅជាមួយប្រព័ន្ធរបស់យើងមួយ Tio របស់យើងហើយផ្នែកខាងនេះយើងចាប់ជាមួយនឹង Tio ប្រព័ន្ធរបស់យើងចេញវីដេអូស៊ីងបាទចាប់ចូលមកយើងដាក់ Tio ដល់នឹងគ្នាហើយចាប់ដើមចាប់ចុះបាទហើយយើងមូលជាប់អញ្ចឹងផ្នែកខាងនេះគឺយើងចាប់ទៅលើប្រព័ន្ធថាប្រព័ន្ធទឹកស្អាតឬក៏កន្លែងការពារ OT បាទយើងនឹងដាក់រូបជាឧទាហរណ៍ជូនហើយចុងតយោនៅផ្នែកម្ខាងទៀតរបស់តយោរបស់យើងនេះគឺយើងចាប់នៅផ្នែកខាងលើរបស់ទូ motor របស់យើងចាប់ទូ motor បាទហើយគាត់រត់មកបាទការស្រាច់អញ្ចឹងមានន័យថាខាងក្នុងនេះបាទដុំខាងក្នុងសម្រាប់បឺតចូលអានេះគឺសម្រាប់បញ្ជូនតាមតយោរបស់យើងទៅកាន់ប្រព័ន្ធរបស់យើងបាទអញ្ចឹងអានេះយើងចាប់ចូលជាមួយនឹងប្រព័ន្ធតយោអញ្ចឹងយើង set up ទៅប៉ុណ្្នេះគឺរួចរាល់ហើយរបៀបបើដំណើរការគឺងាយស្រួលទេពុកម៉ែបងប្អូនគ្រាន់តែធ្វើការដោត motor ជាមួយនឹងភ្លើងឬក៏បើសិនជាពុកម៉ែបងប្អូនមានការប្រើប្រាស់ជាប្រព័ន្ធអូតូអាចធ្វើការភ្ជាប់ទៅកាន់អូតូតាមការប្រើប្រាស់ជាក់ស្ដែងបាទអញ្ចឹងពេលដែលយើងដោត motor បាទអញ្ចឹងនៅខាងក្រោយនេះគឺយើងអាចធ្វើការបញ្ជាបានបាទនេះគឺបន្ត on off stop តាក់ទងជាមួយនឹងប្រព័ន្ធរបស់យើងបាទអានេះគឺលេខដែលយើងធ្វើការសេរីឡើងចុះបាទដែលពុកម៉ែបងប្អូនឮសំឡេងនេះគឺជាការបូមផ្ទាត់ទៅមានថាបន្តម្ដងតំណក់អញ្ចឹងលឿនបាទវាមាន90យើងអាចធ្វើការបន្ថយបាទយើងអាចបន្ថយឡើងចុះទៅតាមបច្ចេកទេសជាក់ស្ដែងបាទអញ្ចឹងគឺយើងចង់ឲ្យយឺតឲ្យលឿនយើងអាចធ្វើការសេរីលឿនអញ្ចឹងនេះគឺរបៀបកំណត់ប៉ុណ្ណឹងបាទអញ្ចឹងគឺប៉ុណ្ណឹងគឺចុះទៅប៉ុណ្្នេះគឺរួចរាល់អញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនត្រូវការប្រើប្រាស់គឺគាត់នឹងធ្វើការ set up តាមក្នុងណែនាំខាងលើហើយអាចប្រើប្រាស់តាមមុខវាទៅលើសារធាតុដែលពុកម៉ែបងប្អូនប្រើប្រាស់តាមជាក់ស្ដែងបាទចាំបើសិនជាមានចម្ងល់ឬក៏មានបញ្ហាទាក់ទងរបៀបតម្លើងលោកស៊ីមខាន់នេះអាចតំណែងក្នុងការកំផែងរបស់យើងបាទ